អូខេសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូតទី7នៃសួស្តី Web3 Channel ថ្ងៃនេះដែរយើងនឹងធ្វើការ farm ទៅលើ Hyper EVM អញ្ចឹងអ្នកទាំងអស់គ្នាធ្លាប់ឮ Hyper EVM ឬមួយក៏ Hyper Liquid ពីមុនមកដែល Hyper Liquid ហ្នឹងវាគឺជា layer 1 exchange ដែលយើងអាចធ្វើការ trade spot ឬក៏ future បាននៅលើ blockchain ហើយវាមានល្បឿនលឿនមែនទែនអញ្ចឹងកាលពី season 1 Hyperliquid ហ្នឹងគឺគាត់បាន airdrop ច្រើនមែនទែនទៅដល់អ្នកដែលបាន trade នៅលើ platform គាត់ហ្នឹងហើយឥឡូវគឺគាត់បើក Hyper EVM មួយទៀតមានន័យថាវាជា blockchain layer 1របស់ Hyperliquid អញ្ចឹងគឺគាត់បែងចែកជាពីរគឺ Hyper Core សម្រាប់ខាងtrading របស់គាត់ដដែលហើយជាមួយនឹង Hyper EVM ជា layer 1 blockchain ដែលយើងអាចធ្វើបានចូលទៅប្រើប្រាស់បានអីដូច layer 1 ធម្មតាអញ្ចឹងហើយវា support ទៅជាមួយនឹង EVM Ethereum Virtual Machine អញ្ចឹង wallet app មួយចំនួនគឺវា auto support ទៅជាមួយនឹង Hyperliquid ហ្នឹងអូខេអញ្ចឹងដើម្បី farm Hyper EVM នឹងបានជាដំបូងគឺយើងត្រូវការមាន fund អញ្ចឹងយើងត្រូវការបរិច្ចាគ fund ឬក៏លុយយើងហ្នឹងដើម្បីទៅ Hyper EVM ហ្នឹងអញ្ចឹងវិធីដើម្បីបរិច្ចាគគឺយើងអាចបរិច្ចាគបាន3អញ្ចឹងវិធីទី1នេះគឺខ្ញុំនឹងប្រើ Jumper ចង់ខ្ញុំ share screen របស់ខ្ញុំយើងមាន fund នៅលើ Optimism មាន USDT អូខេអញ្ចឹងដើម្បីបាន fund ទៅ Hyperliquid ហ្នឹងគឺខ្ញុំត្រូវbridge វាទៅ Arbitrum ជា USDC ទៅអាច deposit បានអាហ្នឹងគឺវាជា native bridge អញ្ចឹងខ្ញុំ swap វាចេះតាមពិតយើងអាចបរិច្ចាគទៅ Hyperliquid direct ក៏បានដែរគ្រាន់តែថានៅពេលដែលយើងបរិច្ចាគទៅ direct តាមរយៈ Jumper ហ្នឹងវាភាគច្រើន fail អញ្ចឹងខ្ញុំ recommend ឲ្យបរិច្ចាគវាទៅ USDC លើ Arbitrum សិនហើយចាំយើងបរិច្ចាគទៅមកតង់ពី Arbitrum ទៅ Hyperliquid មកតង់ទៀតអញ្ចឹងខ្ញុំមាននេះខ្ញុំអូខេអញ្ចឹងយើង start bridgeអូចឹងតែប៉ុណ្្នឹងយើងអាចចាំវាសិនយើងមកមើល Hyper Bridge នេះមួយទៀតចឹង Hyper Bridge នេះយើងអាចបរិច្ចាគផ្សេងៗពី chain ផ្សេងៗទៅកាន់ Hyper ហ្នឹងចឹងខ្ញុំមិនមាន Ethereum ខ្លះដែរចឹងខ្ញុំនឹងបរិច្ចាគវាប៉ុន្តែយើងបរិច្ចាគនៅលើនេះវាអាចចាយ fee ច្រើនដែរដូចជាប្រហែលដុល្លារខ្ញុំអត់ច្បាស់ទេយើងអាចសាកបានចុច0.05ទេចឹងនៅពេលដែលយើងបរិច្ចាគសួរថាវានឹងសួរយើងថាយើងបរិច្ចាគទៅកាន់កាក់អីគេនៅលើហ្នឹងចឹងខ្ញុំចង់បាន Ethereum ដដែលអូខេចឹងយើងប្រើ UETH នេះអូខេហើយដល់យើង start បរិច្ចាគហើយយើងដាក់មក address របស់យើងមកPhone អូខេអានេះយើងចាំវាអញ្ចឹងយើងទៅមើល bridge មួយទៀតគឺឈ្មោះ Hyper Unit អញ្ចឹង Hyper Unit នេះខ្ញុំសាកមើលសិនវាសារដែរមិនប្រើដែរប៉ុន្តែខ្ញុំ recommend ឲ្យប្រើ Hyper Unit ហ្នឹងជាងគេដោយសារតែ Hyper Unit ហ្នឹងគឺ team ដែល create Hyper Unit ហ្នឹងគឺជា team មកពីHyperliquid ផ្ទាល់តែម្ដងអញ្ចឹងគាត់មានបែងចែកជា sub team មកគាត់មកធ្វើ Hyper Unit ហ្នឹងអញ្ចឹងខ្ញុំ recommend ឲ្យប្រើ Hyper Unit ហ្នឹងឲ្យបានម្ដងយ៉ាងតិចតែនេះខ្ញុំសាកមើលសិនថាអាចដូចជាអត់មាន liquidity ទេអូខេអានេះចាំធ្វើតាមក្រោយពោះបើសិនជាយើងបរិច្ចាគ Ethereum គឺត្រូវការមានលុយនៅលើ Ethereum តែម្ដងហើយ Ethereum ខ្ញុំអត់មានទេដោយសារវាចាយ gas fee ច្រើនតែនេះចាំមើលអាច
យើងប្រើ Solana ដើម្បី deposit ទៅកុំឲ្យវាអស់ច្រើនហើយអញ្ចឹងយើងគ្រាន់តែ deposit មក address មួយនេះមកអញ្ចឹងយើងគួរតែបានឲ្យមានន័យថាយើង transfer 0.20យ៉ាងតិចទៅកាន់ address ហ្នឹងអញ្ចឹងវានឹង deposit មក address របស់យើងនៅលើ Hyperliquid ដែរអូខេអញ្ចឹងយើងបកមកមើលនេះវិញអានេះកំពុងនៅតែ break ដដែលអញ្ចឹងបិទ Hyper unit នេះសិនបកមកមើលអានេះ relay នេះគួរតែ ready ហើយប៉ុន្តែដោយសារតែ jumper ហ្នឹងវា UI វា slow ចឹងឥឡូវខ្ញុំមើលនៅលើ Arbitrum extract មួយសិនអូខេជួយចោលចឹងយើងអាច search chain Hyperliquid បានចឹងមាន Hyperliquid និង Hyper EVM ចឹងនៅក្នុងនេះខ្ញុំអាច break ទៅ USDT 0ចឹងអានេះខ្ញុំ break មានពីពិសេសតែនៅលើ Hyperliquid របស់ខ្ញុំគឺអត់តមាន hack ព្រោះនៅលើ Hyperliquid ហ្នឹងវាប្រើកាក់ hack ធ្វើជា gas fee ចឹងអត់តមាន gas fee ទេចា៎នេះខ្ញុំ break ប៉ុណ្្នេះសិនដើម្បីយើងទុក file មួយទៀតយើងទៅប្រើ official break របស់ chain របស់គេវិញអូខេចឹងខ្ញុំប៉ុណ្ណឹងខ្ញុំ break អានេះយើង break ទៅតាម USDC ទៅ USDT 0នេះគឺដោយសារតែ Hyper EVM ហ្នឹងគឺអត់ support អត់តមាន support កាក់ USDC ទេនៅលើហ្នឹងគឺគេប្រើ USDT 0ឬមួយក៏ USDE របស់ Ethereum អញ្ចឹងតែ USDC នេះគឺ support នៅលើ Hyperliquid Hypercore ឬក៏ Hyperliquid Exchange អូខេអញ្ចឹងខ្ញុំ break ប៉ុណ្នេះអញ្ចឹងវាទៅហើយអញ្ចឹងខ្ញុំបកមកកាន់ Hyperliquid Exchange វិញអញ្ចឹងយើងនឹងធ្វើការ break នៅលើនេះមកតង់ទៀតthìខ្ញុំ connect wallet ឆាប់មកហើយជាទូទៅកុំចុចលឿនដូចខ្ញុំយ៉ាត់ពេលខ្លះចុចលឿនពេក click មើលថា link នឹងវា scam ឬក៏អីយ៉ាងចឹងនៅពេលដែល approve transaction អីហ្នឹងគឺប្រយ័ត្នតិចអូខេអញ្ចឹងឥឡូវនេះយើងចូលមកកាន់ interface របស់ Hyperliquid អញ្ចឹងយើងអាចទីមួយយើង enable trading សិនហើយចឹងយើង deposit fund អញ្ចឹងឥឡូវនេះយើង deposit fund មកនេះចឹងយើងចុចអានេះ command នេះចុច deposit មក deposit chain លុយយើងនៅលើ Arbitrum ហ្នឹងហើយ deposit កាក់ USDC អញ្ចឹងយើង deposit វាមកអូខេអញ្ចឹងពេលដែល deposit success វានឹង load balance របស់យើងនៅលើ Hyperliquid ហ្នឹងឯងអូខេអញ្ចឹងឥឡូវ deposit នេះជោគជ័យគឺ USDC មកប៉ុន្តែ USDC នេះគឺ balance របស់វាគឺនៅ perp ហ្នឹងគឺសម្រាប់អ្នកដែលគាត់ trade future នៅលើ Hyperliquid អញ្ចឹង Hyperliquid exchange នេះគឺយើងអាច trade future បានហើយ airdrop season 2 នេះក៏ខ្ញុំគិតថាវាអាចនឹងមានភាគរយច្រើនដែលគេ airdrop ឲ្យអ្នកដែល trade បន្ត trade នៅលើ Hyperliquid នឹងដែរអញ្ចឹងគោលដៅខ្ញុំគឺយើងត្រូវដូរទៅ spot ព្រោះខ្ញុំអត់ទាន់ចង់ trade ទេអញ្ចឹងខ្ញុំចុច transfer មក spot ខ្ញុំ transfer all confirm អូខេអញ្ចឹងវានឹង load មក spot ទាំងអស់អញ្ចឹងនៅពេលដែលវា load មក spot ហើយអានេះមានន័យថា balance របស់យើងគឺនៅជាប់នៅលើ Hypercore ឡើយទេវាអត់ទាន់ទៅ Hyper EVM ទេអញ្ចឹងចង់ទៅ Hyper EVM គឺយើង transfer ចេញពី Hypercore ហ្នឹងទៅ Hyper EVM មកតាមទៀតប៉ុន្តែដើម្បី transfer បានគឺយើងត្រូវការមានកាក់ hype ដើម្បីធ្វើជា gas fee ទោះបីជានៅលើ exchange ហ្នឹងក៏ដោយអូខេអញ្ចឹងអានេះអ្វីដែលយើង deposit មកមិញតាម Hyperbrick នេះគឺចូលហើយប៉ុន្តែនៅពេលដែលវាចូលគឺវាចូលមកកាន់ Hyperliquid Core នេះដូចគ្នាវាចូលទៅ wallet របស់យើងទេអញ្ចឹងអានេះក៏យើងត្រូវការ transfer out ដែរអញ្ចឹងដើម្បី transfer out គឺយើងត្រូវការទិញកាក់ hype នេះសិនដើម្បីយកធ្វើជា gas fee អញ្ចឹងខ្ញុំទិញ Royal Unlearning 32 cent អញ្ចឹងខ្ញុំទិញជាលុយដុល្លារ USDC វិញខ្ញុំទិញ$5ខ្ញុំ place order មកអូខេអញ្ចឹងមើលផងអានេះគឺ Hype USDC ហើយយើងទិញនៅ spot
គេឥឡូវយើងបានកាក់ Hype នេះនៅ Spot ហើយចុះយើងអាច transfer កាក់Ethereum របស់យើងទៅកាន់ wallet របស់យើងមកជឿយើងចុច transfer មកចានេះ Spot ទៅ EVM យើងដាក់ amount ហើយ amount នេះមួយទៀតបើសិនជា0ច្រើនពេកគឺ transfer អត់ទៅទេចុះយើងទុកកាត់ដូចជាបានដល់4ឬក៏5ខ្ទង់ទេពេល transfer បើសិនជាយើងដាក់0ច្រើនពេកហើយវាមានលេខកតុយ decimal ច្រើនហ្នឹងគឺវា error ឯងអូខេអញ្ចឹងខ្ញុំ transfer អានេះ spot នេះយើងឃើញ USDC នេះគឺអត់មានប៊ូតុង transfer ទៅ Hype EVM ទេព្រោះដោយសារតែ Hype EVM ហ្នឹងវាអត់ត support USDC អញ្ចឹងយើងត្រូវការទិញ USDT US អូខេនេះជាប់ pub អញ្ចឹងយើងដល់មក spot USDT សិនណាអូខេអញ្ចឹងយើងទិញ USDT អានេះខ្ញុំទិញទាំងអស់40 USDT plus order មកអូខេអញ្ចឹងដូរមកអញ្ចឹងវានឹងអាចឲ្យយើង transfer ចេញបានចា៎នេះខ្ញុំ transfer ចេញទាំងអស់ដែរអូខេអញ្ចឹងមួយទៀតគឺយើងត្រូវការ transfer Hype នេះទៅកាន់ EVM ណាអូខេមិញ error បាត់ហើយជប់ transfer មកដោយសារ0ច្រើនពេកចានេះខ្ញុំកាត់កតុយប៉និចចោលចឹង transfer ទៅមិនវាទៅជាងនេះ transfer ដែរព្រោះយើងត្រូវការមានកាក់ Hype ដើម្បីធ្វើជា gas fee តែនៅក្នុងខ្ញុំ transfer តែមក let's say 3ចុះខ្ញុំចង់ទុក Hype មួយចំនួនយកមក stake អញ្ចឹងនៅលើ Hyper Liquid ហ្នឹងគឺយើងអាច stake កាក់ Hype បានហើយនេះវាជា speculation របស់ខ្ញុំទេអ្នកនរគ្នាបើសិនជាអ្នកនរគ្នាជឿជាក់លើកាក់ Hype ហ្នឹងអាច stake បានហើយបើសិនជាអត់ជឿជាក់ទេអត់ stake ក៏បានដែរតែខ្ញុំគិតថាសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំ stake វាទៅខ្ញុំវាអាចមាន airdrop ឲ្យអ្នក stake អីចឹងណាហើយ stake នេះគឺខ្ញុំ stake ជាមួយនឹង Nansen ដោយសារតែ Nansen ហ្នឹងគឺគាត់កំពុងតែមាន point សម្រាប់អ្នកដែល stake លើគាត់មិនថា stake នៅលើ Hype នៅលើ EVM ឬក៏នៅលើ Cosmos ទេអ្នកដែល stake នៅលើ validator របស់គាត់ហ្នឹងគឺនឹងបាន point អញ្ចឹងខ្ញុំ stake 0.1 Hype អានេះstake អត់បានទេដោយសារតែត្រូវ transfer សិនtransfer ពី spot មកកាន់ staking balance ចឹង 0.1 ចឹង transfer ठीक ចឹងបានហើយយើងចុច Nansen ហើយនេះ amount ដែលយើងឲ្យ stake ចឹងNansen ហ្នឹងគាត់ជា platform មួយដែលតាក់ទងទៅជាមួយនឹង data ដែលគាត់analyze ទៅលើ blockchain data មាន smart money គេអ្នកបកកែ trade ឬមួយក៏ចាប់ civil នៅពេលដែលមាន airdrop អីគឺគាត់ collaborate អានឹងហើយគាត់មានលក់ជាកញ្ចប់ subscribe ដើម្បីយក subscribe ដើម្បីទៅមើលតិនអីដល់ណាគឺយើងត្រូវការ subscribe ហើយអ្នក subscriber ហ្នឹងក៏បាន point ដែរអញ្ចឹងយើង speculate ថា point ដែលគាត់ឲ្យហ្នឹងវាអាចថ្ងៃក្រោយទៅជាមាន airdrop box Nansen អញ្ចឹងខ្ញុំ recommend បើសិនជាយើង stake គឺយក Nansen ហ្នឹងដើម្បីបាន point ហើយឥឡូវអានេះបរិច្ឆប់ហើយអានេះក៏ចប់ដែរចឹងខ្ញុំបិទដោយសារតែវាច្រើន USDT របស់យើងនេះមកដល់ Hype EVM ហើយចឹងយើងមាន website hyperco.co នេះគឺដើម្បីមើលថានៅលើ Hyper Liquid ហ្នឹងវាជា ecosystem page អញ្ចឹងយើងអាចមើលថានៅលើ Hyper Liquid ហ្នឹងគាត់មាន app អីគេខ្លះដែលមាននៅលើហ្នឹងដែលយើងអាចប្រើបានអញ្ចឹងណាប៉ុន្តែថ្ងៃនេះគឺខ្ញុំប្រើតែប្រហែលទេគឺមាន Hyperland, Hyperdrive, Hyperfi, Felix ហើយជាមួយនឹង Hyperswap ដល់អ្នកនរគ្នាអាចប្រើផ្សេងទៀតនៅក្នុងនេះបានមើលទៅសាកប្រើឲ្យបានច្រើនណាស់ដើម្បីយើងមានគេហៅ collection diverse ច្រើនណាអូខេហើយមួយវិញទៀតអ្នកនរគ្នាបើសិនជាអ្នកនរគ្នា farm layer 3ក៏ជាស្គាល់ហើយចឹងអ្នកនរគ្នាអាចធ្វើ quest នៅលើ layer 3នេះបន្ថែមបានចឹងនៅលើនេះគេមានគេបរៀនយើងពី platform មួយនឹងមានអីគេខ្លះចឹងយើងអាចប្រើ layer 3នេះថែមទៅដើម្បីបន្ថែម transaction បន្ថែម contract count បន្ថែមអីចឹងព្រោះ
មែនតើទៅយើងអត់ច្បាស់ថា Hyperliquid ហ្នឹងវានឹង airdrop ឲ្យយើងអត់ទេប៉ុន្តែអ្វីដែលយើងមើលគឺដូចជានៅសល់កាក់ប្រហែលជា 50% សម្រាប់ ecosystem reward ណាអញ្ចឹងយើងគេ speculate ថា Hyperliquid ហ្នឹងវាអាចមាន season 2 មានអីចឹងទៅអានេះក៏ជាអ្វីដែលខ្ញុំ speculate ដែរប៉ុន្តែខ្ញុំមិនមែនមក farm ទាំងអស់នេះគឺ farm ដើម្បីចាក់លុយចោលហើយសង្ឃឹមយកតែ airdrop ហ្នឹងទេខ្ញុំ farm គឺដើម្បីខ្ញុំ farm yield ក្នុងពេលតែមួយចឹងអ្នកនរគ្នាទៀតឃើញថាខ្ញុំយកអា fund ដែលខ្ញុំបានមិនហ្នឹងយកទៅ farm វិញគេហើយខ្ញុំ farm វាគឺផ្ដោតទៅលើ yield ជាងការបាន hyper EVM airdrop អានេះគ្រាន់តែអូខេព្រោះឥឡូវហ្នឹងយើងឃើញថាទីផ្សារវាដូចជាអត់ដឹងទៅដែរហើយសល់ stable coin អញ្ចឹងខ្ញុំមកយកវាមក farm yield នៅលើ hyper liquid អញ្ចឹងណាដើម្បីបាន yield ថែមមកទុកលុយចោលវានៅស្ងៀមវាអត់បានអីទេយកលុយទៅកាត់លុយអូខេអញ្ចឹងយើងមកមើល platform ទី1ដែលយើងនិយាយទៅ platform 3 4ហ្នឹងគឺសុទ្ធតែ money market ទាំងអស់មានន័យថា platform ដែលយើងអាចដាក់លុយហើយយើងអាចខ្ចីលុយបានអញ្ចឹងណាអញ្ចឹងនេះខ្ញុំ connect wallet ទៅដល់អូខេអញ្ចឹងមិញអូខេ wallet ហ្នឹងគឺឲ្យយើង add hype EVM chain ដែលសារអត់ទាន់មាននេះ account ថ្មីសុទ្ធអញ្ចឹងយើងពេលដែលចូលមកដល់នេះគឺដោយសារតែភាគច្រើនគឺវាពេញមានន័យថានេះយើងអាចចូលមក market បានចឹងមានន័យថាអ្វីដែលយើងអាច deposit បានហ្នឹងគឺវាពេញនៅដោយសារតែ hype EVM ហ្នឹងវាថ្មីអញ្ចឹងគេ set limit ឬក៏ cap សម្រាប់amount ដែលយើងអាច deposit ឬមួយក៏ខ្ចីបានអញ្ចឹងណាអញ្ចឹងយើងមើលនៅលើ Hyperland នេះគឺក្រហមនេះគឺពេញហើយអញ្ចឹងអ្វីដែលនៅសល់គឺនៅសល់តែ hype wrap stake hype ហើយជាមួយនឹង SUSDE ដែរហើយយើងមិញយើងមាន USDT 0អញ្ចឹងអានេះវា0.អានេះ 99.99.5 អញ្ចឹងមានតែអាចនៅសល់ខ្លះចាំមើលខ្ញុំ set ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកនរគ្នាដែរបើសិនជាអ្នកនរគ្នា bullish ទៅលើកាក់ hype ចឹងខ្ញុំ recommend ថាយើងអាចប្រើ wrap stake hype នេះបានព្រោះនេះវាជា liquid staking hype ចឹងនៅពេលដែលយើងswap កាក់ hype របស់យើងមកអានេះគឺវា interest វាក្រួលអញ្ចឹងមានតែវាឡើងថ្លៃជាងកាក់ hype ដែលយើងមកទុកធម្មតាចឹងបើសិនយើង bullish ទៅលើ hype យើងអាច exchange hype របស់យើងមួយចំនួនមកកាន់ wrap stake hype នេះបានអូខេចឹងអានេះEthereum របស់ខ្ញុំមួយនេះគឺ deposit អត់បានទេ full ហើយតែខ្ញុំសេមានតិចដែរមានតែម៉ានេះដែរខ្ញុំសេមើលចូលOkay, estimation and set full on deposit day. Try again. Okay, and let's say cái bây giờ deposit đặt ban này break bật đấy. Sao này mới tin xong đâu. Kèm biết tới rồi. Bây giờ bây giờ này on deposit đi. Trong deposit ban là SUSDE. Anh ấy cứ muốn deposit ច្រើនទេដោយសារតែ deposit ឲ្យខ្ចីវាបានគឺវា 100% capacity ហើយអញ្ចឹងខ្ញុំ swipe មក SUSDE នេះសិនដើម្បីdeposit យក point អញ្ចឹង protocol ដែលខ្ញុំ share ទាំង5នេះគឺគេកំពុងតែមាន point program ទាំងអស់គាត់ថាជាក់ស្ដែងទៅយើងមិន expect ថាអាចនឹងបានច្រើន airdrop ច្រើនពួកគាត់ទេវាអាស្រ័យពេលខ្លះយើងមើលអត់ឃើញដោយសារដូចprotocol ខ្លះនៅលើ Sui network អញ្ចឹងគឺ airdrop ច្រើនតែបើយើងនិយាយទៅ Sui ហ្នឹងគឺវា outlier មានន័យថាមានតែ Sui ហ្នឹងទេដែល ecosystem វា airdrop ច្រើនបើយើងធៀបជាមួយនឹង ecosystem ផ្សេងទៀតគឺអត់មានដូច Sui ទេអញ្ចឹងយើងអាចយក Sui ហ្នឹងមកធ្វើជា benchmark បានវិញតែយើងចេះតែ find này lên đó để nhung swap $10 អត់មានអត់មាន liquidity បានមក deposit ទេចឹងមានតែប្រើ wrap stake hype
thế biết nhau tay let's take help như vậy thì này nhóm deposit ở tại bạn deposit tiếp bộ đọc là lại tới vay bạn hay drop có viêm bạn chờ đọc bạn này bây giờ đang sẽ với những cái deposit một phí rồi ấy bạn airdrop hay bị airdrop bị ai mà quên chứ còn là thế nên cũng có sẵn không mà đi anh vậy tha bệnh đó hay bộ thầy thông để dương trang bán cứ dương trang bán ở airdrop bao hai này còn là chia bệnh nữa point như được mỗi có bệnh là chia lấy chắc này thế là pro house và những swap thế hỏi chẳng là phải dùng mà supply bán ok tàn chẳng dùng ai cho mà đặt spot và skip chẳng mới thế thôi nhé deposit đọc được lấy cái này ở đây chỉ cây trong một bên thì chân cây đó và vào đây rồi cho update lên tới đợt này update nó bên này cái đó chứ update tới ok thế chẳng là nãy giờ hai muối rồi ở vậy đây nhóm recommend muốn cứ deposit đó nè cứ deposit mình là Hyperdrive này là sao Hyperdrive nhưng là miền cái investment miền ấy cho nên copy platform xây thì platform xây tiếp phía chọn bộ quạt chia ở thế platform khác cứ quạt chia team gì ấy chứ là quạt ở toàn miền funding raise fund này cho nên vận tải khơi nhỏ Hyperdrive này còn quạt raise fund ban ở bảo mệnh liên né chẳng những cái thế quạt miền phía ôi cha nó cái airdrop ban chọn chẳng hạn chẳng giống như thế này nơi lời này cứ borrowing cứ phía chọn cứ full lấy cứ bèo ấy chứ những ai cho tầm màu ấy và nếu những ai đặt lại đó cứ thôi nhé đặt man đi đặt US này man toàn ở đây cho nhóm deposit US này thế yeah thế cho nên tập bên ai đó nó so là Ethereum với ập bệnh xong sai ra cái ập bullish nâng này thế ok hỏi chẳng nếu nhóm deposit Ethereum hỏi nhưng ai borrow USDT mà đấy nhưng ai borrow mạch mà nằm bao $1 phần tay nhưng mà thế nhưng borrow tại $2 thì borrow này cứ borrow cho ta borrow ở tại bàn muốn này file mình đây của này vì chỉ video cái mình chỉ cái file yesterday nhé bữa sinh chỉ cái file yesterday cho mai thử cất chọn hay thử deposit của mấy hay thử borrow của mấy là mấy thứ mất hell ratio bao nhiêu nữa còn mọi việc click for bữa sinh chỉ hell ratio click mình đây thay kia đồng liquidate account borrow bao nhiêu nữa chứ là drop để dùng deposit thì họ nhưng deposit Ethereum này mình lại đọc được hết rồi dùng borrow $2 chứ bữa sinh chỉ việc lệ tập đó liquidate bắt mình kia dùng collateral đọc được là bao nhiêu mấy chứ là nếu nhung được sao nhung show mình ấy cho nên những đạp là nâng sáng tận tay nhưng mà những mà tập mà mơ về bên phố và bộ này và bộ lending and borrowing này cứ còn mà đấy cái giờ bán point tầng pi deposit của bán borrow của bán point còn là theo tiêu chuẩn tuy ai borrow nó bán point chọn chiên net deposit của net deposit như có deposit trao như thế này chẳng bây giờ có deposit cứ có bán cả hay net đó bên net borrow ấy nên là có thử bong ca đội nhung sát borrow $2 nó cứ nhung thử bong ca của mỗi phía rồi này không mà cho nên mình chẳng net là borrow cứ có bong cá chẳng khi ai nhận borrow bán point chọn chiên thế cho nên mấy nơi borrow ní hai mối trong nhóm giờ $2 này nhóm ban borrow mình nữa nhóm giờ mà deposit land về economy mình trong nhóm land về $2 chẳng ở bên đó dân ai thôi chẳng này UTO ra bờ sân chỉ dân
deposit ចោលវានេះឯតែនៅក្នុងករណីនេះគឺខ្ញុំបានទាំងពីរទី1 borrow ខ្ញុំបាន point ហើយខ្ញុំយកអាលុយដែលខ្ញុំបាន borrow ហ្នឹងយកមក deposit ដើម្បី earn point វិញទៀតហើយខ្ញុំអាច earn ការមែនទេគាត់ថាមិញខ្ញុំខ្ចីការ 6% ឥឡូវខ្ញុំយកវាមក deposit ខ្ញុំការបានតែ 1% ជាងទេអញ្ចឹងយើងអាចថាខ្ញុំនៅបង់ការ around 5% ប៉ុន្តែខ្ញុំបាន point ពី borrow ផងបាន point ពី earn ផងអូខេអញ្ចឹងអានេះជា style ដែលខ្ញុំធ្វើដើម្បីយកទៅ farm ពពួក lending and borrowing នេះគឺយើងអាច lend ហើយយើងខ្ចីវាមកវិញហើយយើងយក amount ដែលយើងខ្ចីហ្នឹងយកទៅ lend នៅកន្លែងមួយទៀតអញ្ចឹងជំនាញបន្ទាប់របស់ខ្ញុំគឺខ្ញុំនឹងប្រើ style ហ្នឹងដែរនៅលើ Hyperfile ជាមួយនឹង Felix នេះហើយខ្ញុំ connect wallet ហ្នឹងអូខេនេះ claim referral code ចឹងអ្នកនរគ្នាប្រើ referral code របស់ខ្ញុំគឺខ្ញុំបាន point តពីអ្នកនរគ្នាបើសិនជាអ្នកនរគ្នាមក deposit មកអីចឹងបានចែក point ឲ្យខ្ញុំគឺខ្ញុំធ្វើមេក្រុមនេះអូខេអានេះ confirm អូខេចឹងមកមើល Felix នេះមុនFelix នេះគឺយើងអាចខ្ចីបានអានេះដូចជាយើងអាច deposit អូខេអញ្ចឹង Felix នេះគឺ protocol ហ្នឹងអ្វីដែលគាត់មានពិសេសគឺ FEUSD នេះដែលជាកាក់ stable coin របស់ protocol ហ្នឹងអញ្ចឹងយើងអាច borrow កាក់ហ្នឹងបានមានថាយើង deposit type ធ្វើជា collateral ឬមួយក៏ BTC UBTC ហ្នឹងហើយយើង borrow កាក់ FUSD នេះបានប៉ុន្តែគេ limit គឺ borrow ចាប់ពី$2,000ឡើងទៅមិនបានហើយដូចជាគេមាន mechanism មួយគឺយើងត្រូវការតម្លើង interest rate អញ្ចឹង interest rate ដែលយើងឃើញខ្ចីនេះគឺ rate 12% នេះវាអាចឡើងឬមួយក៏ចុះប៉ុន្តែគាត់នៅថានៅលើ Felix នេះinterest rate គឺយើង set ខ្លួនឯងដើម្បីអីគឺគេពួកគេដូចជាមាន mechanism មួយបើសិនជា interest rate យើងធ្លាក់ចេញពី top ប្រមាណអញ្ចឹងទៅគឺគេនឹង liquidate position របស់យើងមកអញ្ចឹងជាមួយនឹង Felix នេះគឺខ្ញុំអត់ធ្វើការហ្នឹងទេដោយសារទី1ខ្ញុំអត់មានពេលមកលេខ interest rate ហ្នឹងហើយទី2អត់មាន BTC ឬក៏មាន help អីដើម្បីទៅយកដល់$2,000ទេអូខេអញ្ចឹងហើយមួយវិញទៀត BTC នេះយើងឃើញមានពាក្យ U ពីមុខអញ្ចឹងឲ្យតែមានពាក្យ U ហ្នឹងគឺវាចេញមកពី hash per unit មិញហ្នឹងឯងអញ្ចឹងបើសិនជាយើងមាន hold អាសាតាក់ទងជាមួយអក្សរ U ពីមុខហ្នឹងក៏ល្អដែរគេឡ hash per unit ហ្នឹងគាត់មាន airdrop អញ្ចឹងយើង break តាម hash per unit ផងយើងមាន asset ជាពពុះកាក់ U BTC U Ethereum ឬក៏ U Sol ហ្នឹងផងអូខេអញ្ចឹងយើងបកមកកាន់ Hyper នេះវិញអញ្ចឹង Hyper នេះយើងមាន market អញ្ចឹងយើងមក pool market នេះអញ្ចឹងសម្រាប់ខ្ញុំតូន style របស់ខ្ញុំនៅនេះគឺខ្ញុំនឹង lend កាក់ USDT ហើយខ្ញុំ borrow FEUSD នេះវិញអញ្ចឹងមានន័យថាម៉េចទីមួយខ្ញុំ lend កាក់នេះសិនកាក់ USDT ហ្នឹងគឺខ្ញុំ deposit $130ទៅចឹងនៅពេលដែលយើង deposit USDT ហ្នឹងគឺយើងបាន interest rate 9%, 9.6%ចឹងបើនិយាយទៅវាច្រើនដែរបើយើងធៀបយើងទុក USDT ចោលណាទោះបីយើងទុក USDT ចោលក៏មានបានការដែរតែយកមក land នៅនេះគឺបានការ 9% ច្រើនដែរព្រោះធម្មតាបើសិនជាយើងយកវាទៅ LP យើងអាចបាន10ឬក៏ 20% ហើយបើ deposit ពីច្រើនបានតែ 9% បានតែ 4 ក៏ 5% ទេ 9% នេះច្រើនដែរវាគុណ2រដងហើយយើងអត់ពិបាកទៅ manage ដូច LP បើសិនជាយើងចង់បានការច្រើនតោះតែយើងដាក់ticker rank របស់វាហ្នឹង tick rank ហ្នឹងឲ្យវាតិចដើម្បីបានវា concentrate liquidity ហ្នឹងចឹងយើងបានការច្រើនក៏ថាអា tick ហ្នឹងកាន់តែតិចយើងត្រូវការកាន់តែ manage
មកអង្គុយ manage ដើម្បី rebalance វាច្រើននៅពេលដែលតម្លៃវាចេញផុតពី range ដែលយើងបានដាក់ហ្នឹងអូខេអញ្ចឹងបន្ទាប់ពីបានអានឹងហើយ 9% នឹងហើយខ្ញុំខ្ចីកាក់នេះទៅវិញ FEUSD នេះអូខេអញ្ចឹង FEUSD នេះគឺគេដាក់អក្សរឲ្យ cannot be used as collateral បើសិនជាអាចយកជា collateral បានខ្ញុំយកអានឹងមកធ្វើជា collateral ហើយដោយសារអីយើង deposit FEUSD នៅនេះការ 12% right ហើយយើងមើលវិញយើង borrow USDT ការតែ 14% ទេអញ្ចឹងមានន័យថា essentially ខ្ញុំdeposit បាន 12 ខ្ញុំ borrow 14.8 អញ្ចឹងចុះមានន័យថាខ្ញុំដាក់លុយហើយខ្ញុំខ្ចីវិញគឺខ្ញុំបង់ការតែ 3% ឯងអញ្ចឹងreason ដែលខ្ញុំធ្វើអញ្ចឹងទី1គឺខ្ញុំអាចបាន USDT ដើម្បីយកទៅធ្វើអីផ្សេងទៀតហើយទី2ដើម្បី manage risk ផងព្រោះមានន័យថាមិនបើសិនជាខ្ញុំ deposit លុយរបស់ខ្ញុំឧទាហរណ៍ USDT នេះខ្ញុំមិន deposit $100នៅលើនឹងចុះអញ្ចឹងបើសិនជាគេ hack protocol ហ្នឹងមានន័យថាលុយ$100របស់ខ្ញុំហ្នឹងគឺទៅអស់ហើយគឺអត់មាននៅសល់អីទេប៉ុន្តែបើសិនជាខ្ញុំ borrow វាមកវិញឧទាហរណ៍ថាឥឡូវនេះខ្ញុំ borrow FUSD នេះចុះចឹងអានេះខ្ញុំអាចមិន borrow បានដោយសារតែវាជា stable coin ដូចគ្នាចឹងខ្ញុំអត់ភ័យអត់ខ្វល់រឿង liquidate អីទេចឹងអានេះគេ warning យើងថាបើសិនជាយើង borrow ខ្លាំងពេកអញ្ចឹងវាអាច liquidate អីចឹងប៉ុន្តែពេលនេះវា stable coin ដូចគ្នាទេខ្ញុំគាត់ថាមានបញ្ហាទេព្រោះស្រាប់តែមានការ hack ឬក៏អីចឹងទៅធ្វើឲ្យ price វាខ្លាំងវាឡើងចុះខ្លាំងបើវាអាចធ្វើឲ្យយើង liquidate position ហ្នឹងតែបើសិនជាអត់មាន hack អត់មានអីទេតែនេះគឺវា safe ក្នុងការធ្វើអញ្ចឹងអូខេអញ្ចឹងដកមកវិញមិញហ្នឹងគឺខ្ញុំ deposit 100 SAM ហើយខ្ញុំខ្ចី80រៀលវិញអញ្ចឹងមានន័យថាលុយខ្ញុំនៅលើ protocol ហ្នឹង essentially គឺតែ$50ខ្ញុំមិនអាចរីបាត់ហើយព្រោះបើសិនជាខ្ញុំ deposit នៅក្នុងហ្នឹង full ហ្មងគឺ100 SAM អញ្ចឹងបើសិនជាគេ hack គឺខ្ញុំអស់100 SAMហើយតែឥឡូវហ្នឹងបើសិនជាគេ hack គឺខ្ញុំអស់តែ50រៀលទេដោយសារខ្ញុំបានដក80រៀលចេញមកវិញចាហ្នឹងវាជួយយើងដែរការពារដែរបើសិនជាយើងទៅ deposit អស់ហើយយើងអត់ borrow មកវិញខ្លះទេគេ hack គឺទៅទាំងអស់ប៉ុន្តែឥឡូវហ្នឹងយើងមើលមក position របស់ខ្ញុំវិញអញ្ចឹងគឺខ្ញុំ deposit ហ្នឹងខ្ញុំបានការ USDT នេះបានការ 9% 9.6 ហើយខ្ញុំបាន point គុណនឹង5តែខ្ញុំ borrow វិញគឺខ្ញុំបង់ការដល់ទៅ 18% អញ្ចឹងអាចនិយាយទៅខ្ញុំបង់ការ around 9 ទៅ 10% អញ្ចឹងណាតែ borrow អានេះគឺអត់បាន point ទេបែបborrow បាន point ប៉ុណ្ណាហើយហើយការថ្លៃទៀត borrow ទៅអីចុះមកយកអត់ទេrepay មិនសិនជប់អត់ទេsorry រៀងតាក់តិចដោយសារតែលើកទី1នេះអត់មានបានត្រៀមឬក៏វីដេអូអីទេអូខេអញ្ចឹងចូលមក dashboard ចុចមក repay អានេះstrategy ថ្មីស្រឡាងមើលភ្លាមកាត់ភ្លាមធ្វើភ្លាមហ្មងអញ្ចឹងវារៀងតាក់អួលអញ្ចឹងណាវាអត់ smooth ប៉ុន្តែខ្ញុំចង់ធ្វើឲ្យឃើញ real time ពីអក្សរ process ហើយជាមួយនឹងការកាត់របស់ខ្ញុំដែរអញ្ចឹងបានអ្នកទាំងអស់គ្នាអាចយកវាទៅប្រើប្រាស់បានអញ្ចឹងណាកុំចុចបន្លាយលីតាមខ្ញុំឃើញខ្ញុំចុច A ចុច B ទាំងអត់ដឹងថាខ្ញុំចុច A ហ្នឹងដើម្បីអីចុច B ដើម្បីអីអញ្ចឹងខ្ញុំបកមកកន្លែងនេះវិញគឺខ្ញុំមកខ្ចី USDE នេះវិញដោយសារ USDE នេះក៏ជា stable coin ដែរប៉ុន្តែទី1គឺខ្ញុំបង់ការតែ 15% ទេធៀបជាមួយនឹងនេះ 10% ហើយខ្ញុំបានpoint របស់ Hyperfy នេះដល់គុណនឹង2ទៀតចុះ why not អានេះខ្ចីអស់ការច្រើនណាស់បាន point នៅពេលអានេះអស់ការតិចជាង 3% ហើយបាន point ទៀតអញ្ចឹងចាំកាលហេតុអីមិនខ្ចីអានេះទៅខ្ចីអានោះទៅអីថើអានេះខ្ចីអានេះមិនចំណេញជាងអូខេចាំ borrow confirm អូខេហើយអញ្ចឹងបកមកនេះវិញចានេះយើងខ្ចីនេះ deposit បានការ 9.6 ហើយយើងខ្ចីការ 15.4 បូកទៅវាអស់ around 6% ឬក៏ 5% ជាងអញ្ចឹង
see មិញហ្នឹងការអស់ពី 9% ឥឡូវសល់តែ 9% ប៉ុន្តែបើសិនជាយើងមកមើល dashboard យើងអាចឃើញនេះ actually net APY របស់យើងមានថាការដែលខ្ញុំបង់ហ្នឹងគឺ positive គឺមានន័យថាឥឡូវហ្នឹងគឺខ្ញុំដាក់លុយហើយខ្ញុំខ្ចីលុយមកវិញប៉ុន្តែខ្ញុំអត់អស់ការទេគឺ protocol ហ្នឹងគឺកំពុងតែបង់ការខ្ញុំវិញហេតុអីដោយសារតែការ9%របស់យើងគិតការទៅគឺខ្ញុំត្រូវចាពាក់ការគាត់ 3% 4 ទៅ 5% I don't know ខ្ញុំកាត់ខុសក្បាលកាត់អត់ចេះប៉ុន្តែដោយសារតែលុយដែលខ្ញុំ deposit 130 right ហើយខ្ញុំខ្ចីវិញ80%អញ្ចឹងមានន័យថាខ្ញុំបានការ 9% ទៅលើលុយ 130 ហ្នឹងហើយខ្ញុំបង់ការ 15% ទៅលើលុយ 80% ទេអញ្ចឹងមានន័យថានៅពេលដែលវាស៊ីសងគ្នាទៅគឺខ្ញុំនៅសល់បានការ 1.29% អូខេអញ្ចឹងឥឡូវនេះយើងឃើញចំណេញមួយណាខ្ចីលុយគេហើយគេឲ្យលុយយើងគេ pay យើងទៀតណាមែនធម្មតាយើងតែខ្ចីលុយគេគឺយើងមានបង់ការដល់អានេះយើងខ្ចីលុយហើយយើងបានការមកវិញទៀតប៉ុន្តែអត់តចប់ទេយើងចូលមក Hyper Swap នេះហើយខ្ញុំនឹងធ្វើការ swap កាក់ USDE ដែលខ្ញុំមានមិញហ្នឹង$80ហ្នឹងមកកាក់ SE USD នេះវិញធ្វើបែបហ្នឹងគឺដើម្បីយក FE USD នេះទៅ deposit នៅ Felix នេះអញ្ចឹង Felix ហ្នឹងមិញខ្ញុំ share តែតាក់ទងជាមួយនឹង Path Borrow ឯងប៉ុន្តែគេមាន Path Deposit មួយទៀតដែលយើងអាច deposit កាក់ FE USD ហ្នឹងដើម្បីយក interest មកចា៎ខ្ញុំ swap សិនអញ្ចឹងHyper Swap នេះគឺទីមួយយើងអាច swap នៅពេលយើង swap យើងបាន point យើងបានអីចឹងណាតែយើងក៏អាច LP មែនដែរអញ្ចឹងអានេះខ្ញុំអត់មាន LP ទេយើងអាច create position ដើម្បី LP កាក់អីបានគ្រាន់តែថាដោយខ្ញុំឃើញនៅពេលដែល protocol ហ្នឹងនៅពេលដែលបើកដំបូងចុះវាមានចម្រូវចម្រាសមានពាក្យជាច្រើន battery reputation អញ្ចឹងបើសិនជាយើងមក LP លើហ្នឹងគឺត្រូវយ៉ាងបញ្ញាដែរដូចយើងឃើញprotocol Satosh ថ្ងៃមុនអ្នក LP ហ្នឹងគឺគេ train មក pool ហ្នឹងតែផលអញ្ចឹងលុយក៏ទៅតាមរបស់គេដែរគាត់ថាគេអាច hold chain ហ្នឹងគេ block withdrawal គេអាច freeze fund អីចឹងហើយគេសងលុយយើងវិញអញ្ចឹងណាប៉ុន្តែ Hyper Swap នេះ I don't know នេះ protocol ទូចដែរហើយអត់ដឹងថាវានឹងមានរឿងហ្នឹងកើតឡើងអត់ទេគាត់ថាបើយើងនិយាយទៅ Hype EVM ឬក៏ Hyper Liquid ហ្នឹងវាយ៉ាង centralized ដែរអញ្ចឹងពួកហ្នឹងគេអាចធ្វើអញ្ចឹងបានហើយអ្នកនរគ្នាអាចមក LP នេះប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់ LP ទេខ្ញុំយក FE USD នេះមិញខ្ញុំយកមក deposit នៅលើ Felix នេះវិញអញ្ចឹង Felix នេះគេមាន type មួយទៀតគឺ earn ដែល earn ហ្នឹងមានន័យថាយើង deposit កាក់ EUSD ហ្នឹងដើម្បីឲ្យគេយកទៅខ្ចីអញ្ចឹងpage borrow នេះមិញមានន័យថាគេដាក់ កាក់ hype ជា collateral ដើម្បីខ្ចី FE USD ដល់ពេលយើងមក page on នេះមានន័យថាយើង deposit FE USD ហ្នឹងដើម្បីឲ្យគេខ្ចី hype ពីយើងអូខេអញ្ចឹងអានេះហើយយកពេញអានេះឲ្យ deposit អញ្ចឹងនៅសល់តែ hype នេះទេចឹងខ្ញុំអាច deposit FE USD នៅលើនេះបានហើយអ្វីដែលពិសេសនោះគឺនេះកន្លែងនេះ confirm មួយទៀតសិនចាំទៅអូខេអ្វីដែលពិសេសនេះគឺ APY នេះ supply APY ដល់ទៅ around 17%ចឹងមានន័យយើងបាន earn interest 17% ចេញពីការ supply របស់យើងនោះចឹងវាច្រើនណាស់ទៅអានេះ17% នេះគឺសឹងតែស្មើនឹងយើងទៅ LP ហ្នឹងហើយដល់ពេលយើង LP យើងត្រូវមិនត្រូវអីមកកណោហើយនៅលើនេះយើងគាត់ដាក់ deposit ចោលអត់មានន័យប្រហែលត្រូវមិនឬក៏មកជួយក្បាលច្រើនអីចឹងតែចឹងមានន័យ essentially អាលុយ$180របស់ខ្ញុំមិញហ្នឹងនៅកន្លែងនេះខ្ញុំបានការ 1% ហើយបាន point គុណ5ជាមួយនឹង Hype Profile តែឥឡូវនេះខ្ញុំយក$80មក deposit នៅនេះបានការ17% ហើយបាន point ជាមួយនឹង Felix ទៀតតែបើអញ្ចឹងបើអញ្ចឹងខ្ញុំមិនចូល$130ហ្នឹងខ្ញុំ swap មក FE USD ហើយខ្ញុំ deposit នៅនេះមកទៅអញ្ចឹងខ្ញុំមិនបានការ17%លើលុយ$150វាមិនច្រើនជាង right
អ្នកទាំងអស់គ្នាធ្វើអញ្ចឹងក៏បានដែរប៉ុន្តែអ្នកទាំងអស់គ្នាធ្វើអញ្ចឹងគឺអ្នកទាំងអស់គ្នា farm បានតែ Felix នេះមួយទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាbullish ទៅលើ protocol នេះខ្លាំងនេះអ្នក protocol ហ្នឹងអ្នកទាំងអស់គ្នាអាចទៅ research មើលបន្ថែមបើសិនជា bullish លើ protocol ហ្នឹងខ្លាំងយើងអាចធ្វើអញ្ចឹងក៏បានដែរយក130មក deposit នៅនេះមកបាច់មកកាត់រឿង hyperfy អីណានេះទេប៉ុន្តែខ្ញុំធ្វើចេះដើម្បីខ្ញុំ spread fan អីចឹងណាហើយណាមួយវាការពី risk ដែរចឹងបើសិនខ្ញុំដាក់130នៅលើនេះបើសិនជាមានបញ្ហាអីគឺ130នេះទៅមកដែរប៉ុន្តែបើសិនជាខ្ញុំបែងចែកជា2ចេះគេបើសិនគេ hack គេអាច hack Felix ឬមួយក៏ hyperfile អញ្ចឹងទៅតែគេគាត់ជាអត់ hack ម្ដងទាំងពីរតែបើសិនជាគេ hack ម្ដងទាំងពីរអាហ្នឹងគឺដួលហើយគឺអត់ហើយគាត់ថាឥឡូវហ្នឹងយើងធ្វើអញ្ចឹងគឺយើងមិនមាន risk នៅពីកន្លែងវា better ជាមានតែមួយកន្លែងហើយបើសិនជាគេ hack វាទៅទាំងអស់ដែរអូខេអញ្ចឹងតកតងជាមួយនឹងការ farm hyper EVM របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នា explore app របស់គេមិនបាននៅលើ Hypercore ហ្នឹងគឺមាន app ផ្សេងទៀតហើយក៏ដូចជានៅលើ layer 3ដែលគេមាន quest មានអីហើយគេ showcase app នៅលើ Hyper EVM ហ្នឹងអាចចូលទៅប្រើអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចស្វែងយល់ចាប់បានអាចធ្វើការ farm បានហើយសង្ឃឹមថា farming route មួយនេះអាចមានបាន return ច្រើនណាព្រោះroute ផ្សេងពីមុនមើលទៅ farm ដូចជាទៅបានអីចឹងសង្ឃឹមថាហើយពី EVM នេះអាច drop បានច្រើនដើម្បីខ្លាយទៅជាមហាវិថីឆ្នាំ2025របស់គ្នាអូខេអរគុណខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នានៅវីដេអូក្រោយ